ខឹងខាងស្រីអត់លើកកូនឲ្យហើយគេទៅភ្ជាប់ពាក្យជាមួយអ្នកថ្មីធ្វើខាងប្រុសនឹងទាំងអស់គ្នាបែកកំណត់លេងអាគុំខ្មៅដែលហៅវិញ្ញាណខ្មៅតៃហោងឲ្យមកលុកផ្ទះមកខាងស្រីនឹងចំពោះសាច់រឿងមួយហ្នឹងគឺបងប្រុសក៏បានប្រាប់មកថាចែបកាលពីខ្ទង់3ឆ្នាំមុនទាំងអស់គ្នា3ឆ្នាំមុនហ្នឹងបងស្រីរបស់គាត់ហ្នឹងគឺមានសង្សារម្នាក់ហើយសង្សារហ្នឹងគឺតាក់តងគ្នាចូលកន្លះឆ្នាំហើយប៉ាម៉ាក់របស់គាត់ថាពិតប៉ាម៉ាក់បងប្រុសហ្នឹងហ្មងគឺពិតជាអត់ចូលចិត្តសង្សាររបស់កូនស្រីគាត់ហ្នឹងទេដោយសារគាត់ខាគាត់មានអារម្មណ៍ថាម្នាក់នឹងក្អេងក្អាងឲ្យអំនួតមើលទៅដូចមនុស្សដែលអត់អាចគួរឲ្យកូនគាត់នឹងផ្ញើជីវិតអីជាមួយបានអញ្ចឹងណាអញ្ចឹងខាងប្រុសនឹងក៏ចាប់ដើមចូលទៅដឹងបងស្រីគាត់នឹងប៉ុន្តែប៉ាម៉ាក់គាត់លើកកូនឲ្យទេដោយសារគាត់សង្កេតឃើញថាចរិតបងនឹងគឺអត់សូវល្អហ្មងគាត់សារផឹកស៊ីហើយនៅពេលដែលផឹកស៊ីគឺឆេវឆាវលៀបឆេវឆាវខ្លាំងគាត់ខ្លាចកូនគាត់នឹងពេលកាសហើយវេទនាអញ្ចឹងណាគាត់លើកកូនឲ្យទេក្រោយពីអត់ព្រមលើកកូនឲ្យអញ្ចឹងបងស្រីគាត់ក៏បែកពីបងប្រុសម្នាក់ហ្នឹងទៅក្រោយបែកគ្នាប្រហែលជាបានខ្ទង់2ខែបងស្រីរបស់គាត់នឹងក៏មានគេចូលទៅដឹងមួយទៀតអ្នកចូលទៅដឹងហ្នឹងគឺជាអ្នកដែលស្គាល់មួយប៉ាម៉ាក់គាត់អីដែរហើយប៉ាម៉ាក់គាត់ក៏សង្កេតម្នាក់ហ្នឹងរៀងយូរអីដែរអញ្ចឹងណាក៏ព្រមលើកបងស្រីគាត់ឲ្យទៅនៅពេលដែលថាចេះនៅក្រោយពេលដែលលើកកូនហើយភ្ជាប់ពាក្យជាមួយគ្នាបានប្រហែលជាខ្ទង់កន្លះខែទាំងអស់គ្នាផ្ទះរបស់គាត់ជួបជាមួយនឹងរឿងចម្លែកខ្លាំងមែនតើពិសេសគឺគាត់ហ្មងគាត់ដែលជាអ្នកប្រាប់រឿងគាត់ថាគាត់ជួបមិនបងស្រីគាត់ដែលជួបគឺគាត់ដែលជួបគាត់ថាពេលហ្នឹងគឺម៉ោងប្រហែលជាខ្ទង់ម៉ោង11ម៉ោង12ឯងគាត់កំពុងតែដេកលក់ទាំងអស់គ្នាស្រាប់តែគាត់បានឮសលេងគេសូត្រអីនៅខាងក្រោយផ្ទះគាត់ជំរឿគាត់ថាបន្ទប់របស់គាត់ហ្នឹងដោយសារតែគាត់ជាមនុស្សប្រុសអញ្ចឹងគាត់ក៏ដេកនៅបន្ទប់ខាងក្រោមហើយនៅខាងក្រោយផ្ទះហ្មងដោយបងស្រីគាត់គេងខាងលើហើយម៉ាក់គាត់ហ្នឹងគេងនៅខាងមុខផ្ទះគាត់ហ្នឹងគឺជាប្រភេទផ្ទះថ្មទាំងអស់គ្នាអញ្ចឹងគាត់ថាពេលគាត់គេងនៅខាងក្រោយហ្នឹងគាត់ឮសលេងគេសូត្រមុននៅខាងគេសូត្របល័យនៅខាងក្រោយផ្ទះគាត់នៅក្រោយបន្ទប់គាត់ហ្នឹងហ្មងសូត្របល័យស្អីក៏មិនដឹងដែរអញ្ចឹងនៅពេលដែលគាត់ឮអាហ្នឹងគាត់ក៏គិតថាដំបងណាគាត់ថាជាសលេងវិទ្យុឬមួយក៏សលេងប៉ាម៉ាក់គាត់បើកទូទស្សន៍បើកអីទៅស្ដាប់ឮមកចូលដល់ក្នុងបន្ទប់គាត់ក៏បានចាប់អារម្មណ៍ទៅដែរប៉ុន្តែយប់ទី2សលេងសូត្រហ្នឹងមកសូត្រម្ដងទៀតគាត់ថាគ្រប់ពេលដែលឮសលេងសូត្រហ្នឹងហើយគឺគាត់ព្រឺសបល់ហ្មងព្រោះអីវាមិនជាសលេងសូត្រធម៌សូត្រអីណាវាជាសំឡេងសូត្រដូចអាគមអីមិនដឹងវាចម្លែកអញ្ចឹងណាអញ្ចឹងគាត់ថាដោយសារតែគាត់ចង់ដឹងហ្នឹងគាត់ក៏ទៅបើកវិញណូនគាត់ឲ្យអត់មើលប្អួយបើកប្អួយតិចមើលគាត់ថាគាត់បើកប្អួយឃើញឮតែក្រាក់បន្តិចណាគាត់ឃើញម្នាក់ហ្នឹងផ្លាស់លបងពីក្រោយផ្ទះគាត់ហ្នឹងចេញទៅខាងក្រៅបានគាត់ថាក្រោយពីម្នាក់ហ្នឹងផ្លាស់លបងចេញទៅគាត់មើលរូបរាងឃើញថាជារូបរាងមនុស្សប្រុសប៉ុន្តែគាត់ក៏បានស្រែកឆោឡោយដែរគាត់ថាស្អែកឡើងគាត់ប្រាប់ប៉ាម៉ាក់គាត់ទៅថាចេះយប់មិញគាត់ឃើញមានមនុស្សប្រុសផ្លាស់លបងចូលមកផ្ទះប៉ុន្តែគាត់អត់និយាយរឿងសូត្រមុនសូត្រអីប្រាប់ប៉ាម៉ាក់គាត់ណាដោយសារគាត់ច្បាស់ដូចគ្នាថាគេនឹងសូត្របល័យសូត្រអីឬក៏អត់គាត់ដឹងអញ្ចឹងណាគាត់ក៏ប្រាប់ថាឃើញមនុស្សប្រុសផ្លាស់ចូលផ្ទះគាត់ថាគាត់ប្រាប់រឿងនឹងទៅប៉ាម៉ាក់គាត់ហើយប៉ាម៉ាក់គាត់នេះគាត់ត្រូវមានការងារឡើងមកបំពេញបាត់ឡើងមកបំពេញទាំងអស់គ្នាអញ្ចឹងឲ្យធ្វើឲ្យផ្ទះគាត់នឹងនៅសល់តែបងគាត់ហើយជាមួយនឹងគាត់ទេនៅក្នុងយប់ទី3ហ្នឹងគាត់ក៏ប្រាប់បងគាត់ដែរថាចេះបើចាឯងឮសលេងអីចាឯងបាច់ចុះមកក្រោមទេនៅលើផ្ទះហ្នឹងហើយខ្ញុំនៅក្រោមហ្នឹងបើសិនជាបើអាមួយនឹងវាធ្វើអីចាំខ្ញុំស្រែកថានៅចិត្តខាងគេជួយគាត់ប្រាប់បងស្រីគាត់អញ្ចឹងទៀតអញ្ចឹងណាអញ្ចឹងយប់ទី3ហ្នឹងគាត់ថាគាត់អត់ដេកនៅលើក្រែទេគាត់ទាញរបៀបនេះរបស់គាត់ហ្នឹងណារបៀបដូចសឡុងរបស់គាត់ហ្នឹងមកគៀននៅអញ្ចឹងហ្នឹងហ្មងអញ្ចឹងនៅពេលដែលឮសលេងសូត្រភ្លាមគាត់នឹងបើកប្អួយមើលភ្លាមអញ្ចឹងគាត់ប្រាប់បងគាត់ថាអញ្ចឹងគាត់ក៏ចាប់ផ្ដើមនឹងទាញសឡុងទីអីមកដេកនៅគៀនហ្នឹងហើយគាត់ក៏ព្យាយាមផ្ទៀងស្ដាប់ចាប់ផ្ដើមម៉ោង11ឡើងគាត់ក៏ផ្ទៀងស្ដាប់រហូតដល់ម៉ោង12គ្នាចាប់ផ្ដើមហ្នឹងគឺគាត់ថាចេះដោយសារតែសលេងហ្នឹងវាអត់តន់លឺទៀតទេអញ្ចឹងគាត់ក៏រៀងងុយដេកដែរគាត់ក៏ងុយដេកមកផាំងប៉ុន្តែចូលដល់ម៉ោង12ជាងសាប់តែលឺសលេងគេសូត្រម្ដងទៀតគេសូត្របល័យហ្នឹងម្ដងទៀតសូត្រនៅក្រោយជាងហ្នឹងហ្មងសូត្រហើយចឹងដោយសារតែគាត់លឺសលេងសូត្រគាត់ថាគាត់ភ្ញាក់ដឹងខ្លួនឡើងព្រឺសបល់ខ្ញាក់ពេញខ្លួនគាត់លឺភ្លាមគាត់បើកប្រួយមកថាគាត់ស្រែកហែងធ្វើអីគាត់ស្រែកថាហែងធ្វើអីភ្លាមម្នាក់នឹងស្ទុះផ្លោះលបងចេញទៅបាត់ទៀតទាំងអស់គ្នាឲ្យគាត់មើលពិតជាច្បាស់ទេថាជាណាគេគាត់គ្រាន់តែដឹងថាម្នាក់នឹងពាក់មួកហើយនឹងពាក់ម៉ាស់ក្រោយពីគាត់នេះឃើញហេតុការណ៍នឹង3ដងហ្នឹងអ្នកនេះស្អែកឡើងគាត់យករឿងនឹងប្រាប់បងគាត់ទៀតគាត់ថាអាមួយនឹងចូលទៀតទេចាអាមួយនឹងចូលទៀតហើយវាមកសូត្រស្អីក៏មិនដឹងដូចយប់មុនអញ្ចឹងហើយបងស្រីគាត់ក៏រៀងសង្ស័យថាអូតិចបងមួយដែលចូលទៅដឹងគាត់ហើយជាសង្សារចាស់ដែលម៉ាក់គាត់លើកឲ្យនឹងទៅប៉ុន្តែគាត់នេះដែលជាអ្នកឃើញហ្មងគាត់ថាគាត់អត់គិតថាធ្វើអញ្ចឹងគាត់គិតថាសម័យនឹងអាណាគេធ្វើអញ្ចឹងមិនជឿថាខាងនោះដល់ថ្នាក់សុញគំនិតនឹកឃើញរឿងអញ្ចឹងឡើងគឺគាត់ជឿហ្មងថាបងព្រមលក្ខនឹងធ្វើអញ្ចឹងទៅនៅក្នុងយប់ទី4នេះគាត់គិតនៅក្នុងចិត្តហ្មងថាបើសិនជាម្នាក់នឹងមកសូត្រអីហើយឲ្យគាត់ឃើញម្ដងទៀតទាំងអស់គ្នាម្ដងហ្នឹងគឺគាត់ប្តឹងប៉ូលីសគាត់នឹងប្តឹងប៉ូលីសមែនតើហើយបើអីវាមិនដាណាផ្លោះលបងចូលមកក្នុងផ្ទះគេឲ្យធ្វើឲ្យចម្លែកអញ្ចឹងគាត់ថាក្នុងយប់ហ្នឹងគាត់អង្គុយចាំរហូតដល់ម៉ោង1គឺអត់ឮសលេងសូត្រអីទាំងអស់ដោយសារតែអត់ឮសលេងសូត្រអីទាំងអស់គ្នាគាត់ក៏ស្ទុះមកគេងនៅលើក្រែគាត់ដូចធម្មតាគាត់ថាគេងចូលម៉ោង11ចូល11កន្លះអីសាប់ឮសលេងយ៉ាងបន្ទប់គាត់គោះ
តិចគោះជាសលេងដៃគោះគាត់ថាសលេងហ្នឹងគឺជាសលេងកញ្ញោដៃគោះជាមួយនឹងជាងនឹងហ្មងគាត់ថានៅពេលដែលគាត់ឮអញ្ចឹងគាត់ព្យាយាមស្ដាប់ឲ្យច្បាស់តើសលេងហ្នឹងគោះពីខាងក្រោយហ្នឹងរស់គោះមកពីណាអញ្ចឹងនៅពេលដែលគាត់ឮហ្នឹងគឺឮចេញពីខាងក្រោយបន្ទប់គាត់មែនដោយសារតែគាត់ឮពីខាងក្រោយបន្ទប់គាត់អញ្ចឹងគាត់ក៏ស្ទុះទៅបើកប្អួយមកទៅហឹងគាត់ថាគាត់ស្ទុះទៅបើកប្អួយមកទៅហឹងភ្លាមទាំងអស់គ្នាអីដែលគាត់បានឃើញគឺគាត់ឃើញមានមនុស្សស្រីឈរនៅក្រៅលបងផ្ទះគាត់ទាំងដែលលបងផ្ទះគាត់ជាមួយនឹងអញ្ចឹងហ្នឹងគឺនៅឆ្ងាយពីគ្នាប្រហែលជាខ្ទង់5-6ម៉ែត្រគាត់ថាអត់អាចម្នាក់ស្រីនឹងអាចផ្លាស់លបងចូលមកគោះបន្ទប់គាត់ឲ្យផ្លាស់លបងទៅវិញបានទេគាត់ឃើញម្នាក់ស្រីនឹងឈរបាយខ្នងហើយរូបរាងម្នាក់ស្រីនឹងគឺសក់កត្រើងហ្មងហើយពាក់ឈុតខ្មៅឈរបាយខ្នងនៅខាងក្រោយលបងផ្ទះគាត់នឹងឯងអញ្ចឹងគាត់គាត់ថាចេះហើយម្នាក់ស្រីនឹងតនេម៉េះមកគោះមកផ្លាស់លបងគោះបន្ទប់គាត់ហើយអីដែលសំខាន់ផ្លាស់ទៅវិញអីក៏លឿនម៉េះហើយដែលសំខាន់មួយទៀតបើសិនជាម្នាក់ស្រីនឹងយកដបងមកគោះជំនួសគាត់នឹងដឹងហ្មងថាសលេងហ្នឹងគឺសលេងដបងគោះប៉ុន្តែនេះមិនមែនទេទាំងអស់គ្នាគឺជាសលេងដៃហ្មងសលេងដៃគោះអញ្ចឹងក្រោយផ្ទះគាត់នឹងហ្មងគាត់ថាក្រោយពីឃើញម្នាក់ស្រីនឹងអញ្ចឹងហើយទាំងអស់គ្នាគាត់ក៏ព្យាយាមតាមមើលម្នាក់ស្រីនឹងតាមមើលក៏ឃើញម្នាក់ស្រីនឹងដើរចេញទៅបាត់ទៅដល់ស្អែកឡើងនេះគាត់ចូលរឿងនឹងប្រាប់បងស្រីគាត់គាត់ថាគាត់មើលពីលើផ្ទះគាត់ឃើញម្នាក់ស្រីនឹងដែរគឺឃើញម្នាក់ស្រីនឹងឈរបាយខ្នងហើយសក់កត្រើងពាក់ឈុតខ្មៅដូចគ្នាទៀតអញ្ចឹងនឹងគាត់ក៏គិតថាចេះចោះអាយប់ទី1ទី2ទី3ដែលជាមនុស្សប្រុសហ្នឹងជាមនុស្សផ្សេងគ្នាឬមួយក៏ម្នាក់មួយស្រីហ្នឹងគឺជាគ្នារបស់មួយហ្នឹងគាត់គិតហ្មងពីអ្នកបងប្អូនគាត់គិតដូចគ្នាហ្មងចាដល់នេះប៉ាម៉ាក់គាត់ក៏ត្រឡប់មកវិញអញ្ចឹងក្រោយប៉ាម៉ាក់គាត់ត្រឡប់មកវិញហ្នឹងគាត់ក៏និយាយតែរឿងដែរឃើញម្នាក់ប្រុសហ្នឹងផ្លាស់លបងចូលមកក្នុងផ្ទះហើយសូត្របល័យសូត្រអីតែប៉ុណ្្នឹងឯងគាត់ប្រាប់ប៉ាម៉ាក់គាត់អញ្ចឹងណាហើយប៉ាម៉ាក់គាត់ក៏អត់សូវចិត្តទុកដាក់អីច្រើនដែរសារគាត់គិតថាប្រហែលជាអាចនឹងស្ដាប់ច្រឡំអាចអីចឹងណាពួកគាត់ក៏បានគិតច្រើនដែរហូតដល់យប់បន្តទៀតទាំងអស់គ្នាគាត់ថាអាយប់បន្តទៀតហ្នឹងគឺគាត់ដេកដោយសារតែបន្ទប់របស់គាត់ហ្នឹងវានៅក្រោយនឹងស្រាប់ហើយចៃដល់អីប្អួយរបស់គាត់នេះគាត់បាត់អាកលឹះដែលត្រូវទាញកាប់ចែគាត់ថាបាត់អាកលឹះដែលត្រូវទាញកាប់វាអត់បានទាញកាប់ទេអត់មានអីទាញកាប់អញ្ចឹងគាត់ក៏ដាក់ចោលធម្មតាប៉ុន្តែប្អួយគាត់ហ្នឹងគឺបាត់ហើយប៉ុន្តែពេលហ្នឹងគាត់ថាគាត់កំពុងតែដេកទាំងអស់គ្នាកំពុងតែដេកគាត់ឃើញមានលឺសលេងដៃហ្នឹងទាញកញ្ចក់បន្ទប់គាត់មកទៅហឹងក្រាំងគាត់ថាទាញគ្រឹះរបៀបទាញភឹសហ្មងទាញភឹសចេញមកគាត់ថាគាត់ទាញភឹសប៉ុណ្ណឹងគាត់ស៊ូក្រោកទៅមើលគាត់ស៊ូក្រោកទៅមើលភ្លាមទាំងអស់គ្នាគាត់ឃើញម្នាក់ស្រីហ្នឹងអឺតក្បាលនេះចូលមកក្នុងលបងផ្ទះគាត់ហើយក្បាលម្នាក់ហ្នឹងមិនអឺតចូលធម្មតាដូចយើងអញ្ចឹងណារបៀបអឺតចូលមកបន្តិចអញ្ចឹងគាត់ថាអឺតមករៀងវែងណាស់ប្រហែលជាខ្ទង់2ថ្នាំងដៃចែគាត់ថាឃើញកម្នាក់ហ្នឹងអឺតចូលមកក្នុងហ្នឹងអីដែលសំខាន់គឺភ្នែកម្នាក់ឡើងខ្មៅហ្មងភ្នែកឡើងខ្មៅហើយសក់ឡើងកត្រឹងអឺតចូលមកអញ្ចឹងហើយកម្នាក់ហ្នឹងគឺនៅពេលដែលគាត់ឃើញកម្នាក់ហ្នឹងលូនចូលទៅវិញហើយគឺម្នាក់ហ្នឹងបែកក្នុងដើរចេញទៅបាត់គាត់ថានៅពេលដែលឃើញម្នាក់ផ្សេងដើរចេញទៅបាត់នេះគាត់ថាពេលហ្នឹងគាត់ខ្លាចគាត់ព្រឺសបល់ខ្លាំងមែនតើមកគាត់ស្រែកប្រាប់ប៉ាម៉ាក់គាត់ទាំងយប់គាត់ស្រែកប្រាប់ប៉ាម៉ាក់គាត់បងប្អូនគាត់ទាំងយប់នឹងឯងមកយប់នឹងមកជុំគ្នាទាំងយប់នឹងហ្មងគាត់ទាំងអស់គ្នាផ្ទះរបស់គាត់ដែរមានរឿងអីកើតឡើងទេផ្ទះរបស់គាត់គឺនៅតាំងពីយូរលង់ហើយអញ្ចឹងរបៀបអត់ដែរមានបញ្ហាអីកើតឡើងតាំងពីគាត់នៅផ្ទះចាស់រហូតដល់គាត់ធ្វើផ្ទះថ្មីហ្នឹងគឺអត់ដែរមានរឿងអញ្ចឹងកើតឡើងទេអត់ដែរមានរឿងអញ្ចឹងកើតឡើងសោះហ្នឹងហ្មងអញ្ចឹងឲ្យបងប្អូនគាត់នេះក៏យករឿងហ្នឹងប្រាប់ប៉ាម៉ាក់គាត់ទៀតទៅប្រាប់រឿងពីគេសូត្របល័យសូត្រអីអញ្ចឹងណាប៉ាម៉ាក់គាត់ហ្នឹងក៏ថាចេះចាំតនេចាំតឲ្យគេមើលហើយដល់ឲ្យដឹងអត់ថាអាមឡងពេលដែលមុននឹងម៉ាក់គាត់ទៅយករឿងហ្នឹងទៅឲ្យគ្រូមើលគ្រូអីហ្នឹងអ្នកគ្នាពួកគាត់មកផ្ទះគឺបានឃើញដូចគ្នាគាត់ថាពេលហ្នឹងគឺគាត់តោះញ៉ាំបាយនៅចំហៀងផ្ទះរបស់គាត់ហ្នឹងគឺមានរបៀបថាជាកញ្ចោះជាអីចឹងណាហើយជាមួយនឹងបងថ្លៃរបស់គាត់អីហ្នឹងគឺមិនញ៉ាំបាយជុំគ្នានៅគៀនហ្នឹងហើយជាធម្មតាញ៉ាំបាយលក្ខណៈគ្រួសារអញ្ចឹងញ៉ាំបណ្ដៅគឺមានញ៉ាំស្រាអីបណ្ដៅគាត់ថាកំពុងតែញ៉ាំបាយញ៉ាំស្រាហ្នឹងស្រាប់តែបានឃើញម្នាក់ស្រីហ្នឹងគឺឈរនឹងក្រោយលបងផ្ទះដំបូងគឺគាត់តែឃើញមុនដោយសារគាត់ឃើញម្នាក់ស្រីហ្នឹងឈរក្រោយលបងផ្ទះអញ្ចឹងគាត់ក៏ដើរទៅក្រោយដើម្បីស្រែកសួរថាពីណាគេគាត់ដើរចូលដល់ស្រែកសួរភ្លាមគាត់ឃើញម្នាក់ហ្នឹងទាំងអស់គ្នាអឺតកចូលមកម្ដងទៀតប៉ុន្តែម្ដងហ្នឹងមិនអឺតត្រឡប់ទៅវិញឃើញម្នាក់ស្រីហ្នឹងគឺមាត់ជីបអូចហើយគាត់ថាចេះគាត់ម្នាក់ស្រីហ្នឹងសូត្រជីបអូមុខគាត់គឺផាំងគាត់ឈោមមើលម្នាក់ស្រីឡើងផាំងហ្មងឡើងផាំងដោយម្នាក់ស្រីហ្នឹងតងប្រឡឹងដូចអីចឹងគឺគាត់ឈោមមើលឡើងផាំងឡើងមកស្ទុះទៅបងស្រីគាត់មកគោះស្មាគាត់ស្រែកហៅទាំងអស់គ្នាមកគោះស្មាគាត់ស្រែកហៅហើយប៉ាម៉ាក់គាត់ពេលហ្នឹងឯងបានឃើញទាំងអស់គ្នាបានស្ទុះទៅលបងហ្នឹងស្រែកហ្មងស្រែកពេលហ្នឹងគាត់ដឹងថាប៉ាម៉ាក់គាត់ស្រែកថាអីដឹងត្រឹមថាគាត់តែស្រែកព្រមឃើញម្នាក់ស្រីហ្នឹងរត់ឲ្យបាត់ទៅបាត់ហ្មងរត់ឲ្យទៅបាត់ឆឹងអញ្ចឹងណាដល់ពេលស្អែកឡើងនេះពួកគាត់ក៏យករឿងទៅឲ្យគ្រូមើលហើយទាំងអស់គ្នាដឹងថាគាត់ឲ្យគ្រូមើលភ្លាមគ្រូគេថាផ្ទះគាត់ហ្នឹងគឺមានគេលេងអាគមដាក់របៀបថាអ្នកហ្នឹងអត់ដឹងថាស្អប់ឬអត់ដឹងថាស្រឡាញ់ទេប៉ុន្តែមកលេងអាគមលេងពើលេងឲ្យដាក់ផ្ទះគាត់អញ្ចឹងណាហើយបានគាត់គិតថាចេះអូអាអ្នកដែលផ្លាស់លបងចូលមកហ្នឹងគឺច្បាស់ជាអ្នកសូត្រអាគមសួយដាក់នៅក្នុងផ្ទះគាត់ហើយនឹងទាំងអស់គ្នាដោយសារតែនាទីខ្លីពេកអញ្ចឹងនិយាយអត់ទេខ្ញុំនឹងនិយាយវគ្គតបើមិនទាំងអស់ចង់ស្ដាប់តខ្ញុំនឹងនិយាយនឹងវគ្គតមួយទៀតដោយសាររឿងរបស់គាត់នឹងវែងដែរបាយ